សួស្តីសូមស្វាគមន៍មកកាន់វគ្គសិក្សាការជួញដូរ Forex និងមាសចាប់ពី0ដល់អនុវត្តជាក់ស្ដែងបើអ្នកកំពុងចង់ចាប់ផ្ដើមពីត្រង់ណាវីដេអូនេះនិងវគ្គសិក្សាទាំង10មេរៀននេះគឺសម្រាប់អ្នកខ្ញុំនឹងណែនាំអ្នកជាជំហានចាប់ពីការយល់ដឹងមូលដ្ឋានរហូតដល់ការអនុវត្តជាក់ស្ដែងថ្ងៃនេះគឺជាមេរៀនទី1ទិដ្ឋភាពទូទៅនៃទីផ្សារ Forex និងមាសតោះចាប់ផ្ដើមជាមួយគ្នានៅចុងបញ្ចប់នៃមេរៀននេះអ្នកនឹងទី1យល់ដឹងថា Forex គឺជាអ្វីទំហំរបស់វានិងរបៀបប្រតិបត្តិការទី2ចាប់យកលក្ខណៈពិសេសរបស់មាសហើយដឹងថាហេតុអ្វី trader ជាច្រើនចូលចិត្តជួញដូរមាសទី3ស្គាល់ពាក្យគន្លឹះមូលដ្ឋានដូចជា pip, lot, spread, margin, leverage និង swap និងទី4យល់ដឹងច្បាស់ពីឱកាសនិងហានិភ័យមុននឹងចូលទីផ្សារតោះចូលទៅផ្នែកទី1តើ Forex គឺជាអ្វីនិយាយឲ្យសាមញ្ញ Forex ឬ Foreign Exchange គឺជាទីផ្សារសម្រាប់ប្ដូររូបិយប័ណ្ណមួយទៅជារូបិយប័ណ្ណមួយទៀតហើយវាមិនមែនជាទីផ្សារតូចទេយោងតាមការស្ទង់មតិរបស់ធនាគារ BIS មានទឹកប្រាក់ប្រមាណ7.5 trillion ដុល្លារត្រូវបានជួញដូររាល់ថ្ងៃនេះធ្វើឲ្យ Forex ក្លាយជាទីផ្សារហិរញ្ញវត្ថុធំបំផុតលើពិភពលោកចំណុចពិសេសមួយទៀតគឺទីផ្សារនេះដំណើរការស្ទើរតែ24ម៉ោង5ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីព្រឹកថ្ងៃច័ន្ទរហូតដល់យប់ថ្ងៃសុក្រហើយវាជាទីផ្សារគ្មានមជ្ឈការមានន័យថាមិនមានទីតាំងកណ្ដាលតែមួយទេការជួញដូរកើតឡើងតាមប្រព័ន្ធអេឡិចត្រូនិករវាងធនាគារក្រុមហ៊ុន broker និង trader នៅទូទាំងពិភពលោកដោយសារ Forex ដំណើរការស្ទើរតែ24ម៉ោងវាត្រូវបានបែងចែកជា3វគ្គសំខាន់វគ្គទី1គឺវគ្គអាស៊ីដែលមានមជ្ឈមណ្ឌលនៅតូក្យូចាប់ផ្ដើមប្រហែល7ព្រឹកដល់4រសៀលម៉ោងកម្ពុជាវគ្គទី2គឺវគ្គអឺរ៉ុបដែលមានមជ្ឈមណ្ឌលនៅឡុងចាប់ផ្ដើមប្រហែល2រសៀលដល់11យប់ហើយវគ្គទី3គឺវគ្គអាមេរិកនៅញូវយ៉កចាប់ផ្ដើមប្រហែល7កន្លះយប់រហូតដល់4កន្លះព្រឹកថ្ងៃបន្ទាប់ចំណុចសំខាន់ដែលអ្នកគួរចងចាំគឺនៅពេលវគ្គឡុងនិងញូវយ៉កទល់គ្នានោះជាម៉ោងមាសដែលមានទាំងសាច់ប្រាក់និងការប្រែប្រួលថ្លៃខ្ពស់បំផុតក្នុងមួយថ្ងៃសូមចំណាំថាម៉ោងទាំងនេះអាចប្រែប្រួលបន្តិចតាមរដូវកាលចុះមាសវិញនៅលើវេទិកាជួញដូរអ្នកនឹងឃើញមាសសម្គាល់ដោយអក្សរកូដ XAU USD ដែលមានន័យថាតម្លៃមាស1អោនគិតជាដុល្លារអាមេរិកខុសពីរូបិយប័ណ្ណដែលមានធនាគារកណ្ដាលគ្រប់គ្រងមាសមិនត្រូវបានគ្រប់គ្រងដោយស្ថាប័នណាមួយឡើយហើយវាត្រូវបានជួញដូរនៅលើវេទិកាដូចគ្នានឹង Forex ហេតុអ្វីបាន trader ជាច្រើនចូលចិត្តមាសព្រោះមាសមានការប្រែប្រួលខ្លាំងនៅពេលមានព្រឹត្តិការណ៍មិនប្រក្រតីខាងសេដ្ឋកិច្ចឬនយោបាយជាទីផ្សារដែលមានសាច់ប្រាក់ខ្ពស់សមស្របទាំងសម្រាប់ការជួញដូររយៈពេលខ្លីនិងមធ្យមហើយវាក៏មានទំនាក់ទំនងគួរឲ្យចាប់អារម្មណ៍ជាមួយ USD និងអត្រាការប្រាក់ដែលយើងនឹងសិក្សាលម្អិតនៅមេរៀនទី6មុននឹងបន្តសូមយើងសិក្សាពាក្យគន្លឹះមូលដ្ឋានមួយចំនួនដែលអ្នកនឹងឃើញញឹកញាប់ពេលចាប់ផ្ដើមជួញដូរ PIP គឺជាឯកតារង្វាស់ការប្រែប្រួលតម្លៃតូចបំផុត Lot គឺជាឯកតាចំនួនជួញដូរដែល1 Lot ស្តង់ដាស្មើនឹង 10,000 ឯកតារូបិយប័ណ្ណ Spread គឺជាភាពខុសគ្នារវាងតម្លៃទិញនិងតម្លៃលក់ Margin ឬប្រាក់តម្កល់គឺជាចំនួនប្រាក់ដែលត្រូវការដើម្បីបើកបញ្ជាមួយLeverage ឬសមាមាត្រកម្ចីជួយឲ្យអ្នកជួញដូរដោយប្រើដើមទុនតិចប៉ុន្តែគ្រប់គ្រងចំនួនធំជាងឧទាហរណ៍1លើ100ហើយចុងក្រោយ Swap គឺជាកម្រៃឬការប្រាក់ដែលកើតឡើងនៅពេលរក្សាបញ្ជាមួយឲ្យនៅសល់ពេញមួយយប់អ្នកមិនចាំបាច់ទន្ទិញទាំងអស់នេះក្នុងពេលតែមួយទេគ្រាន់តែធ្វើឲ្យស៊ាំជាមួយវាបន្តិចម្ដងហើយឥឡូវនេះចំណុចដ៏សំខាន់បំផុតមួយឱកាសនិងហានិភ័យមកខាងវិញទីផ្សារនេះមានឱកាសពិតជាធំសាច់ប្រាក់ខ្ពស់អាចជួញដូរស្ទើរតែគ្រប់ពេលហើយអាចរកចំណេញបានទាំងពេលទីផ្សារឡើងនិងចុះប៉ុន្តែមកខាងទៀតleverage ដែលយើងទើបនិយាយពីមុននេះគឺជាដាវមុខពីរវាអាចពង្រីកទាំងចំណេញនិងការខាតបង់ហើយប្រសិនបើគ្មានការគ្រប់គ្រងហានិភ័យត្រឹមត្រូវអ្នកអាចបាត់បង់ដើមទុនយ៉ាងលឿនដូច្នេះសូមចងចាំគោលការណ៍មាសមួយកុំដែលជួញដូរជាមួយប្រាក់ដែលអ្នកមិនអាចទទួលយកការបាត់បង់បាននេះជាគោលការណ៍ដែលយើងនឹងនិយាយម្ដងទៀតពេញមួយវគ្គសិក្សានេះមុននឹងចប់មេរៀនទី1នេះសូមធ្វើលំហាត់ខ្លីៗចំនួន3នេះមួយសាកគណនាមើលថាបើ1 pip របស់ EUR USD ស្មើប្រហែល$10សម្រាប់1 lot ស្តង់ដានោះបើអ្នកបើកបញ្ជា 0.10 lot ហើយតម្លៃប្រែប្រួល12 pip អ្នកនឹងចំណេញឬខាតបង់ប៉ុន្មានពីសរសេរនិយមន័យខ្លីៗនៃពាក្យទាំង6ដែលយើងទើបរៀនដោយប្រើពាក្យផ្ទាល់របស់អ្នកនិង3សរសេរសំណួរណាមួយដែលអ្នកនៅមានចម្ងល់ដើម្បីយើងនឹងពិភាក្សានៅមេរៀនក្រោយនោះហើយគឺជាមេរៀនទី1សប្តាហ៍ថ្ងៃនេះអ្នកបានយល់ដឹងថា Forex និងមាសគឺជាអ្វីវិធីវាដំណើរការពាក្យគន្លឹះមូលដ្ឋានព្រមទាំងឱកាសនិងហានិភ័យរបស់វានៅមេរៀនទី2យើងនឹងចូលទៅដល់ជំហានជាក់ស្ដែងដំបូងរបៀបបើកគណនីជួញដូរឲ្យបានត្រឹមត្រូវនិងជ្រើសរើស broker ដែលអាចទុកចិត្តបានកុំភ្លេចធ្វើលំហាត់ខាងលើហើយជួបគ្នាថ្ងៃក្រោយសូមអរគុណ